អង្គគ្រូដោយតែអង្គគ្រូមានថវិកាអញ្ចឹងបន្ទាប់ពីបានសិក្សាបដិបត្តិវិបស្សនាជាមួយព្រះអង្គគ្រូរួចមកបញ្ចប់វគ្គសប្តាហ៍មកខ្ញុំគណៈត្រឡប់មកវិញស្ដាប់ការពោលធម៌ពីការបដិបត្តិឬក៏ពាក់ព័ន្ធជាមួយនឹងស្តបដ្ឋានខ្ញុំគណៈយល់បានច្រើនព្រះអង្គគ្រូវីដេអូដដែលនឹងខ្ញុំកណាស្ដាប់ពីមុនទទួលបានបញ្ញាបែបផ្សេងប៉ុន្តែពេលខ្ញុំកណាក្រោយបដិបត្តិហើយបានស្ដាប់វីដេអូដដែលនឹងខ្ញុំកណាមានអារម្មណ៍ទទួលដឹងថាការយល់ដឹងរបស់ខ្ញុំកណាមានជម្រៅច្បាស់ហើយដឹងច្រើនយល់ច្រើនជាងមុនណាព្រះអង្គគ្រូសាធុសាធុសាធុខ្ញុំកណាសូមថ្វាយបង្គំលាព្រះអង្គគ្រូសូមអរគុណព្រះអង្គគ្រូថ្វាយបង្គំលោកម្ចាស់គ្រូពីចម្ងាយកណាចង់ទូប្រាប់លោកម្ចាស់គ្រូថាតាំងពីកណាត្រឡប់មកពីទៅរៀនជាមួយព្រះអង្គគ្រូលើកទី3នេះហើយកណប់មកវិញកណាស្គាល់ច្បាស់ថាអាការកាត់រលត់នៅសង្ខារហ្នឹងដែលឃើញអារូបកាត់រលត់ក្នុងគណៈហ្នឹងគឺកាត់រលត់ច្រើនអស់ពីរលត់ច្រើនហើយគោវារលត់ភ្លឹបដែលកណាប្រាប់លើព្រះអង្គគ្រូថារលត់ដូចភ្លើងដាច់ហ្នឹងកណាឃើញហើយទៀនកណាស្គាល់ថារលត់ទៅព្រឹបទៅទាំងអស់ពីលើដល់ក្រោមព្រឹបហើយវាក៏ឃើញមកវិញធម្មតាតែដល់ពេលនោះវាដូចជាសតិយើងស្វាងខុសពីធម្មតាអញ្ចឹងទៀនពេលមុននឹងរលត់ហ្នឹងគឺរូបធម៌កើតច្រើនហើយវាកើតតែមួយកណាត់ខ្លួននេះទៀនដល់ពេលវារលត់នសាទៀតគឺព្រឹបពីលើទៅទាំងអស់ហ្នឹងគឺទៅទាំងអស់មកព្រឹបអញ្ចឹងទៅដូចភ្លើងរលត់អញ្ចឹងទៀនហើយវាក៏មកវិញធម្មតាហើយវាធ្វើឲ្យយើងសតិហ្នឹងច្បាស់ដូចស្វាងចេះអញ្ចឹងហ្មងទៀននឹងកណាឃើញតារលត់ហ្នឹងម្ដងពេលមកវិវត្តវិញនៅពុនដុលគិនស្វាយហ្នឹងហើយបន្ទាប់ក្រោយមកទៀតរងថ្ងៃហ្នឹងកណាពេលដែលមើលមេរៀនហ្នឹងទៅគឺភាសាហ្នឹងអត់ខុសពីមុនបើន័យថាពីមុនភាសាកណាមើលឧទាហរណ៍ថាមេរៀនទី2ទី3ចឹងមើលទៅឃើញតែភាសាខាងក្រៅទេតែឥឡូវហ្នឹងកណាចង់ប្រាប់ព្រះអង្គគ្រូថាពេលដែលកណាមើលទៅភាសាហ្នឹងគឺវាធ្លាយពីម្ខាងទៅម្ខាងបានចឹងទៀនបើន័យថាដូចយើងមើលពីមុខវាដឹងដល់ក្រោយចឹងទៀនឲ្យឧបមាថាមេរៀនទី10អញ្ចឹងពីមុនកណាសបពីក្រៅបើន័យថាភាសាដឹងតែនៅខាងក្រៅកាយយើងរហូតទេអាលឡងប៉ាឡឡងទេតែឥឡូវនេះពេលដែលកណាមើលអញ្ចឹងគឺវាធ្លុកទាំងក្នុងខ្លួនក្នុងខាងក្រៅអីវាអត់មានទេគឺវាចុះទៅទាំងអស់តែម្ដងទៀនទាំងក្នុងខ្លួនទាំងខាងក្រៅអីគឺទៅរហូតទាំងអស់គឺអត់មានអីចឹងទៀនគឺពេលដែលយើងមើលទៅវាដឹងតែភាសាចុះទៅហ្នឹងទៅទាំងមូទាំងក្នុងនិងក្រៅក្នុងខ្លួនហ្នឹងគឺទៅអញ្ចឹងបានច្រើនដងទៀនពេលដែលកណាអង្គុយមើលមេរៀនហ្នឹងគឺវាអញ្ចឹងរហូតតែកណាក៏សម្គាល់ថាវាជាសង្ខារធម៌វាប្រែប្រួលវាអត់ទៀងហើយកណាក៏នៅក្នុងសភាពឧបេក្ខាអញ្ចឹងរហូតទៀនណាចង់សួរព្រះអង្គគ្រូថាតើកណានៅបន្តមើលធម្មតាដូចមេរៀនធម្មតាហើយចិត្តឧបេក្ខាបន្តមើលអញ្ចឹងរហូតទៅអញ្ចឹងទៀតមែនទៀនរហូតដល់កណាជាក់ច្បាស់នៅព្រះនិព្វានមែនទៀនពួកកណាពេលដែលកណាមើលមេរៀនរាល់ថ្ងៃហ្នឹងមើលទៅគឺវាភាសាធ្លុះពីម្ខាងទៅម្ខាងអញ្ចឹងទៀនវាច្រើនកើតច្រើនដងទៀនหมายថាកណាមើលមេរៀនអញ្ចឹងវាធ្លាយពីម្ខាងទៅម្ខាងធ្លាយអត់មានទើសអីទេភាសាវាមានកម្លាំងខ្លាំងអញ្ចឹងទៀនអញ្ចឹងកណាបន្តមើលអញ្ចឹងរហូតទៀតមែនទៀនកណាអរគុណច្រើនកណាសូមព្រះអង្គគ្រូជួយឲ្យអាវាតបង្ហាញផ្លូវដល់កណាដើម្បីឲ្យកណាបប្រតិបត្តិនៅពធនេះដើម្បីរកផ្លូវចេញចាកវត្តដាក់ទុកនេះឲ្យស្គាល់ច្បាស់គឺព្រះនិព្វានសូមព្រះអង្គគ្រូជួយបង្ហាញផ្លូវដល់ខ្ញុំប្រកាសណាក្នុងការបង្ហាញនៅផ្លូវនេះដល់កណាបន្តទៀតផងទៀនកណាសូមអរគុណកណាសូមអរគុណព្រះអង្គគ្រូយ៉ាងក្រៃលែងដែលព្រះអង្គគ្រូបានបង្រៀន
ដល់ខ្ញុំប្រកាសណាឲ្យស្គាល់នៅវិបស្សនាញាណនេះទៀតកណាសូមអរព្រគុណពោចម្រើនពោតេតោនៅរឿងវិមេរៀនវិបស្សនាដែលញោមទៅសិក្សាបន្តញោមរៀនមេរៀនទី2ដល់ទី6ពោញោមរៀនបន្តអញ្ចឹងទៅពោចប់ទី6ហើយពីទី2ដល់ទី6ហើយខ្ញុំសិក្សាមេរៀនទី10មេរៀនទី10ឲ្យបាន3 4សាពោបញ្ចប់មកហើយបានចូលកាយ3កណាត់ពោអនុឡោមបឡោមកាយទាំង3កណាត់ខ្ញុំរៀនតែប៉ុណ្្នឹងទៅបន្ទាប់មកខ្ញុំស្រឡឹងលើកាយទាំងមូលស្រឡឹងលើកាយទាំងមូលខ្ញុំកំណត់អ្វីដែលខ្ញុំឃើញហ្នឹងជាសង្ខារធម៌ទាំងអស់ពោរូបប្តីនាមប្តីដែលវាកើតឡើងវាប្រែប្រួលវាផ្លាស់ប្ដូរភាសាដែលខ្ញុំឃើញហ្នឹងក៏កំណត់ថាជាសង្ខារធម៌ដែរទោះបីជាវាអាចមើលធ្លុះផ្នែកនីមួយពីកន្លែងមួយទៅកន្លែងមួយមានកម្លាំងខ្លាំងក្លាប៉ុណ្ណឹងក៏ដោយក៏កំណត់ថាសំបីដំណើរនៃការប្រែប្រួលទាំងអស់នេះក៏សុទ្ធតែជាសង្ខារធម៌ដែលប្រែប្រួលហើយនៅក្នុងចិត្តឧបេក្ខាខ្ញុំฝึกហាត់រហូតដល់ចិត្តរបស់ខ្ញុំសម្បូរដោយឧបេក្ខាជាមួយនឹងវិបស្សនាហ្នឹងពោពេលហ្នឹងខ្ញុំនឹងបានឃើញសង្ខារធម៌យ៉ាងច្រើនទៀតដែលវាមានតែការកើតហើយនឹងការលុតទៅពោពេលដែលការកើតនិងការលុតនោះវាច្រើនឡើងវាមានកម្លាំងដូចជាពពុះទឹកដែលពុះនៅក្នុងឆ្នាំងពេលហ្នឹងវាលុតកាត់ដូចជាដាត់បតិតពោពេលហ្នឹងញោមក៏ដឹងច្បាស់នៅការលុតទៅនៃសង្ខារមួយនោះដែលខ្ញុំឃើញច្បាស់ថាអាត្មាអញអស់សង្ស័យពេញទៅពៀនហើយព្រោះខ្ញុំនឹងបានឃើញការលុតរបស់សង្ខារធម៌ទាំងអស់តែម្ដងហើយខ្ញុំនឹងពិចារណាឃើញកិលេសដែលបានលះខ្ញុំក៏ដឹងថាខ្លួនឯងជាបសោតាបានសាធុដោយសេចក្តីជ្រះថ្លាក្រៃលែងណាស់បងគ្រូសាធុគណៈអរគុណបងគ្រូក្នុងការតស៊ូបំរៀនមានឆន្ទៈបង្រៀនដល់ញាតិញោមពុទ្ធបរិស័ទដែលជាគ្រូដ៏ឆ្នើមមានបញ្ញាបរិបូរណ៍ទាំងថ្នាក់បរិយ័តនិងថ្នាក់បដិបត្តិដែលបានជួយប្រោះសាសនានេះឲ្យរួចចាក់ផុតទុកជាច្រើនអ្នកគណៈសាធុនៅមហាកុសលរបស់ព្រះអង្គជ្រះថ្លាជាមួយព្រះអង្គខ្លាំងណាស់ព្រះអង្គគណៈសាធុថ្វាយបង្គំលោកគ្រូពីចម្ងាយកណាចម្រើនធម៌ទៅពេលកណានឹងយកខ្លួនខ្លាំងដឹងថាធាតុខ្យល់កើតឡើងហើយក៏នៅតែខ្លាំងគេត្រដងកណាតែងថានៅពៀនពុំមានសង្ខារធម៌ទាំងអស់ហ្នឹងទេតើតែសង្ខារធម៌ហ្នឹងរលាយអស់ស្ងប់នៅពៀនមានតែសេចក្តីស្ងប់ដល់ពេលហើយក៏ស្ងប់ទុនចិត្តទុនស្ទុកនៅនឹងហ្មងយ៉ាងមិនដែរលោកគ្រូកាយក៏លែងយកលែងអីក៏នៅស្ងៀមចម្រើនពោពេលដែលញោមមានសភាពស្ងប់ហ្នឹងខ្ញុំក៏ណាត់ថាហ្នឹងក៏សង្ខារធម៌ដែរអាយកហ្នឹងជារូបធម៌វាក៏ជាសង្ខារហើយភាពស្ងប់ហ្នឹងក៏ជានាមធម៌ជាសង្ខារចឹងនិព្វានវាស្ងប់ហ្នឹងមិនមែនស្ងប់បានតែស្ងប់សុខស្រួលទេស្ងប់ទុនទេអាហ្នឹងជាស្ងប់របស់សង្ខារធម៌ទេពេលនិព្វានគឺពាក្យថាស្ងប់នៅក្នុងពេលនិព្វានហ្នឹងគឺស្ងប់មិនមាននាមហើយនឹងរូបមិនមានសង្ខារមិនមានចិត្តស្ងប់មិនមានភាពទុនភាពរទុនហ្នឹងពោគឺស្ងប់ចាកសង្ខារទាំងអស់ហ្នឹងបានទៅជាពេលនិព្វានពោចម្រើនពោកណាសូមក្រាបថ្វាយបង្គំព្រះអង្គកណាបដិបត្តិឥឡូវហ្នឹងកណាមានអារម្មណ៍ថាដូចត្រង់ណាព្រះអង្គដូចអត់ទៅមុខចឹងណាគឺលក្ខណៈចេះមួយរយៈហ្នឹងឲ្យតកណាបដិបត្តិមេរៀនគឺកណាចាប់ផ្ដើមរលត់រូបហើយនៅពេលដែលកណារលត់ហើយគឺចាប់ផ្ដើមមានពន្លឺឈានមកឲ្យព្រះអង្គហើយបន្ទាប់មកកណាក៏កំណត់ថានេះគឺជាសង្ខារធម៌ប៉ុន្តែនៅពេលដែលរលត់នោះគឺចាប់ផ្ដើមរំលាយពីចុងជើងរហូតមកដល់ថ្នាក់ក្បាលព្រះអង្គប៉ុន្តែអត់រលត់ទេគឺនៅតែមានវិញ្ញាណរហូតព្រះអង្គរានពោសាធុញោមបើពន្លឺឈានមកញោមកំណត់ពន្លឺហ្នឹងក៏ត្រឹមតែជាសង្ខារធម៌ចឹងញោមកំតោងវាពោតែបើពន្លឺហ្នឹងវាមានកម្លាំងខ្លាំងវាគ្របសង្កត់នៅលើសង្ខារទាំងអស់ហ្នឹងវាឲ្យយើងប្រកបអង្គរបស់ឈានមកប្រកបខ្ញុំក៏កំណត់អង្គឈាននីមួយថាជាសង្ខារធម៌ទៀតណាពោខ្ញុំកំតោងវាហើយកុំប្រាថ្នាឈានអញ្ចឹងណាពោឲ្យឈានវានឹងកើតឡើងពេលដែលចិត្តរបស់ញោមពេខាដោយការមិនប្រាថ្នាពោខ្ញុំនឹងបានស្រេចឈានទាំងញោមមិនចង់បានណាសំខាន់គឺញោមស្ថិតនៅក្នុងចិត្តឧបេក្ខាពោចម្រើនពោហើយបើសង្ខារពួករូបធម៌នឹងវារលាយអស់ទៅវាសល់តែវិញ្ញាណគឺនាមធម៌មួយប្រកបទេញោមក៏កំណត់ដឹងថាវិញ្ញាណនេះក៏ជាសង្ខារធម៌ដែលវាលុតមិនតាន់អស់តែរាប់ណាសង្ខារធម៌នេះលុតមិនតាន់អស់នោះមិនមែនជាព្រះនិព្វានពោស
ង្ខារធទាំងឡាយវាលុតកើតនេះជាដំណើរនៃសង្ខារធដែលវាអតិតងនឹងអាត្មាអញពូហើយបើសិនជាញោមនៅណាយក្នុងសង្ខារធហ្នឹងខ្ញុំបើកភ្នែកទៅពូផ្អាកអង្គអង្គុយដើរចង្ក្រមទៅធម្មតាញោមក៏ធ្វើទុកក្នុងចិត្តថាសង្ខារធទាំងឡាយមិនទៀងមែនពិតមានកិរិយាកើតហើយវិន័យទៅវិញជាធម្មតារមែងតែកើតហើយលុតទៅវិញយ៉ាងនឹងឯងពូកើតហើយលុតទៅវិញកើតហើយលុតទៅវិញលុះតែលុតនៅសង្ខារទាំងនោះទៅជាព្រះនិព្វានពូទៅជាសេចក្តីសុខហើយនៅក្នុងឧបេក្ខាហើយខ្ញុំដើរចង្ក្រមដោយចិត្តអត់មានប្រតិកម្មជាមួយសង្ខារទាំងអស់ហ្នឹងណាពូទម្រាំតែសង្ខារកើតវិញហ្នឹងគឺយូរព្រះអង្គហើយនៅពេលដែលសង្ខារកើតវិញហ្នឹងគឺវាចាប់ផ្ដើមកើតពីក្បាលមកដល់ចុងដៃនិងចុងជើងដូចគ្នាតែបើសិនជាពេលខ្លះកណាអត់ចង់ចាំសង្ខារកើតវិញទេកណាចង់កម្រើកចុងដៃចុងជើងអញ្ចឹងវាបាក់កម្រើកព្រះអង្គព្រោះអីពេលនោះដូចសុខស្ងប់អស់អញ្ចឹងលែងមានរូបអញ្ចឹងណាអញ្ចឹងទៅកណាមានអារម្មណ៍ពេលខ្លះថាដូចជាប់គាំងអញ្ចឹងព្រះអង្គហើយបើសិនជាកណាព្យាយាមកម្រើកចុងដៃចុងជើងឲ្យសង្ខារកើតវិញអញ្ចឹងក៏ដូចរៀងពិបាកក្នុងខ្លួនអត់ដូចចាំដល់សង្ខារកើតខ្លួនឯងទេព្រះអង្គកណាបដិបត្តិមរយៈហ្នឹងគឺចូលចំតើកន្លែងហ្នឹងព្រះអង្គគឺអត់ទៅមុខទៀតទេគឺនៅត្រង់ហ្នឹងព្រះអង្គចង់សួរច្បល់ព្រះអង្គថាតែនៅពេលដែលកណារលត់រូបដូចអញ្ចឹងតែកណាគួរតែបន្តឲ្យសង្ខារកើតវិញធម្មតាឬមួយក៏យើងព្យាយាមកម្រើកដៃជើងខ្លួនឯងដើម្បីចេញពីសង្ខារនឹងដែរព្រះអង្គតាមសេចក្តីពេញចិត្តរបស់ញោមព្រោះបើចិត្តរបស់ញោមមិនត្រេកអរនឹងសង្ខារធរនឹងទេញោមក៏ប្រាថ្នាដើម្បីនឹងសម្រាញោមអាចកម្រើកដៃកម្រើកជើងដើម្បីប្រាថ្នាសម្រាបានតែបើញោមគិតថាញោមអាចនៅដោយចិត្តឧបេក្ខាបានញោមនៅទៅបើញោមគិតថាមិនមានសេចក្តីត្រេកពេញចិត្តនឹងការនៅក្នុងឧបេក្ខាបស្សនានឹងទេញោមបើកភ្នែកដើរចង្ក្រមឬក៏សម្រាជារឿងធម្មតាអញ្ចឹងណាញោមមិនចាំបាច់បង្ខំធ្វើធម្មតាដោយចិត្តឧបេក្ខាចុះតាមចិត្តនោះបើចិត្តនោះវាកើតឡើងថាប្រាថ្នាក៏ប្រាថ្នាបន្តទៅបើចិត្តនោះវាគិតថាមិនប្រាថ្នាញោមក៏បើកភ្នែកហើយក៏បើកក្តីនៅក្តីដោយចិត្តឧបេក្ខាហើយថាដំណើរអ្វីដែលកើតនេះជាសង្ខារធប៉ុណ្ណោះដែលញោមជួបនោះញោមមិនប្រកាសថាវាជាព្រះនិព្វានដំណាក់កាលព្រះអនាគាទេញោមក៏ដឹងថាត្រឹមតែជាសង្ខារធតែប៉ុណ្្នឹងចប់ហើយព្រោះធណាដែលសង្ធណាដែលវាកើតធនដែលបាត់ទៅតែវាអត់មានព្រះនិព្វានមកអារម្មណ៍ប្រកាសពិចារណាឃើញកិលេសដែលបានលះហើយពិចារណាឃើញការលុតរបស់មគ្គហើយនឹងផលណាឃើញធអស់នឹងទេស្រាប់តែយើងដឹងតែការលុតការបែកធ្លាយរបស់នាមរូបទេក៏កំណត់នឹងក៏នៅតែជាសង្ខារធពូណាពូរបស់នេះបើមិនមានជាពិនពិនប្រកាសជាសង្ខារធអញ្ចឹងអបាយណាដែលញោមអាចដកថយបានដូចជាការសម្រាបកការព្យាយាមរៀនដល់ចិត្តឧបេក្ខាធម្មតាអញ្ចឹងពូសាធុអ្វីដែលកណាទូសួរហ្នឹងមិនមែនកណាអន្តរសាចង់ឆាប់ចូលមគ្គ3ទេគ្រាន់តែជាសង្ខារដែលកណាអត់ធ្លាប់ជួបអញ្ចឹងណាព្រះអង្គចឹងទៅកណាខ្លាចកណាបដិបត្តិទៅអត់ត្រូវបាននៅត្រង់ធំកន្លែងស្ងប់ហ្នឹងចម្រើនពូសាធុស្ងប់ហ្នឹងជាសង្ខារធដែរពូណាសេចក្តីសុខស្ងប់ក្នុងកាយក្នុងចិត្តហ្នឹងក៏ជាសង្ខារធពូញោមទទួលយកវាដោយចិត្តឧបេក្ខាចោះញោមសាធុវិបស្សនាក៏មានសមាធិដែរគេហៅថាវិបស្សនាសមាធិប៉ុន្តែវិបស្សនាសមាធិមិនមែនជាឧបចារសមាធិមិនមែនជាអបណាសមាធិទេតែវិបស្សនានេះមានវិបស្សនាសមាធិបើយើងអត់មានសមាធិទេมันអាចមកចាប់នឹងរូបធម៌និងនាមធម៌បានទេដោយលក្ខណៈដែលជាធាតុមិនដឹងនឹងធាតុដឹងកាលណាអត់មានវិបស្សនាសមាធិទេมันអាចមកចាប់នឹងការកើតឡើងរបស់បច្ច័យនឹងការរលត់ទៅនឹងការរលត់នៅបច្ច័យគឺអត់បានទេសិតតែមានសមាធិទាំងអស់យល់ទេចាគន្តែសមាធិថ្នាក់សមថៈជាសមាធិមានឧបចារសមាធិនិងអបណាសមាធិរហូតដល់បឋមឈាននិងទុតិយឈានតែចំពោះសមាធិរបស់វិបស្សនាគឺជាវិបស្សនាសមាធិបានដល់ខនិកសមាធិគន្តែខនិកសមាធិបើសិនជាកើតហើយកើតទៀតកើតហើយកើតទៀតកើតហើយកើតទៀតអញ្ចឹងវាស្ងប់នៅក្នុងអារម្មណ៍នឹងដែរស្ងប់ដូចគ្នាខនិកច្រើនទៅស្ងប់ដែរ
វាស្ងប់វាតគ្នាវាអត់មានអីចូលមកជ្រែកណាលោកបងនឹងគេហៅថាវិបស្សនាសមាធិចំពោះវិបស្សនានេះឲ្យតែកើតដោយពិតប្រកបជាសមាធិផងជាកុសលផងហើយជាសម្មាបដិបទាផងប្រព្រឹត្តទៅនៅក្នុងចតុភូមិកធម៌យល់ស្មើ 100% របស់ព្រះអង្គដែលសម្ដែងឲ្យយើងប្រតិបត្តិនេះគឺត្រូវឃើញដោយញាណហើយនឹងបញ្ញាខណៈរបស់រូបធម៌ដែលជាធាតុមិនដឹងនិងលក្ខណៈរបស់នាមធម៌ដែលជាធាតុដឹងអញ្ចឹងខណៈនឹងវាមានតែធាតុដឹងនិងធាតុមិនដឹងវាមានតែរូបធម៌និងនាមធម៌មានសត្វបុគ្គលដែរមានយើងដែរខណៈនឹងមានសកាយតិទេដែរគឺអត់មានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បានហើយតើតែមកដឹងរូបធម៌និងនាមធម៌សិនបានអាចដឹងមិនទៀងជាទុកជាអនត្តាបានដឹងមិនទៀងជាទុកជាអនត្តាសិនបានអាចទៅដឹងអរិយសច្ចៈទាំង4បាន